ចំពោះបងមានធុងបាសប្រភេទនេះប្រើខ្សែក្រហមខ្មៅថ្ងៃនេះបងអូនមកណែនាំជាមួយនឹងប្រភេទ mini ampli មួយដែលយើងអាចយកមកប្រើប្រាស់ជាមួយនឹងធុងបាសប្រភេទនេះហើយបងអូនបញ្ជាក់ថាចំពោះធុងបាសគឺប្រើប្រាស់កម្លាំងវ៉ាត់អញ្ចឹង mini ampli នេះគឺប្រើប្រាស់បានតែធុងបាសដែលមានកម្លាំងវ៉ាត់ពី120វ៉ាត់ចុះចំនួន2គ្រាប់អញ្ចឹងយើងអត់គិតលើចំនួនទឹកទេអញ្ចឹងទឹកមានន័យថាទំហំនៃបាសមួយទឹក2ទឹក3ទឹក5ទឹក10ទឹកអីចឹងទៅអញ្ចឹងយើងអត់គិតចំនួននៃទំហំនៃបាសទេអញ្ចឹងយើងគិតទៅលើកម្លាំងវ៉ាត់ព្រោះអីកម្លាំងវ៉ាត់វាពាក់ព័ន្ធជាមួយនឹងកម្លាំងនៃអូសភ្លើងអញ្ចឹង mini ampli នេះគឺវាអូសភ្លើងតែកម្លាំងវ៉ាត់ពី120វ៉ាត់ចុះមកក្រោមអញ្ចឹងថ្ងៃនេះបងអូននឹងបង្ហាញថាតើ mini ampli នេះមានរូបរាងបែបម៉េចប្រើប្រាស់បែបម៉េចហើយសំឡេងវាបែបម៉េចហើយការភ្ជាប់បែបម៉េចអញ្ចឹងយើងមកបើកអប mini ampli នេះទាំងអស់គ្នាអញ្ចឹងចំពោះ mini ampli នេះបានភ្ជាប់មកជាមួយនឹង adapter ប្រើភ្លើងមួយអញ្ចឹងចំពោះ adapter នេះវាមានភ្ជាប់មក AC ប្រើភ្លើងចន្លោះពី100 វ៉ុលទៅ240 វ៉ុលអញ្ចឹងសម្រាប់ភ្លើងរត់យើង220 វ៉ុលអាចនិយាយថា220 អាំពែអញ្ចឹងទៅអញ្ចឹងយើងមិនបាច់ convert ភ្លើងវាទៅវិញទៅមកយើងគ្រាន់តែមានតែ adapter នឹងមួយទៅប្រើប្រាស់ជាមួយនឹងភ្លើងរត់បានហើយនេះជារូបរាងរបស់ mini ampli នេះអញ្ចឹងចំពោះ mini ampli នេះនៅខាងមុខបែបនេះវាមានរូបរាងស្អាតទូចល្មមបងមើលទៅគួរឲ្យតាក់ទាញអញ្ចឹងចំពោះ mini ampli មួយនេះដែរវាមានកន្លែងបិទហើយកន្លែងបើកនេះប៊ូតុនវាបិទបើកនៅកន្លែងនេះហើយនៅខាងមុខមាន volume សេរីបាសមាន volume សេរីសំឡេងមាន volume សេរី treble ហើយជាមួយនឹងប៊ូតុនសម្រាប់ជ្រើសរើស option ហើយបងអូនបញ្ជាក់ថាចំពោះ mini ampli នេះវាភ្ជាប់មកជាមួយនឹង bluetooth 5 ចុចឡើងអញ្ចឹងវាមិនមែនជាប្រភេទ bluetooth 1 ចុច 2 ចុចទេអញ្ចឹងបងយកទៅគឺភ្ជាប់ bluetooth ប្រើបានហ្មងអញ្ចឹងមិនបាច់ប្រើខ្សែប៉ុន្តែក្នុងករណីថាបើសិនជាបងចង់ប្រើខ្សែក៏បានដែរគឺនៅខាងក្រោយនេះបងប្រើជាមួយនឹងប្រភេទរុនដោត RCA គេហៅថាក្រហមសហ្នឹងណាហើយនេះហើយនៅខាងក្រោយនេះយើងមានកន្លែងដែលយើងដោតខ្សែហ្នឹងអញ្ចឹងបងដែលធ្លាប់ប្រើជាមួយនឹងប្រភេទធុងបាសប្រើខ្សែប្រកាសជាយល់ទេថាប្រើរបៀបម៉េចអញ្ចឹងខ្សែយើងក្រហមយើងដោតក្រហមមកសមដោតសមមកអញ្ចឹងយើងបានដាក់បានបាសចំនួន2ហើយកន្លែងនេះជាកន្លែងដែលយើងដោតភ្លើងអញ្ចឹងបងអូនមកភ្ជាប់ទាំងអស់គ្នាថាតើយើងភ្ជាប់វាម៉េចអញ្ចឹងទី1បងអូនសុំដកនេះចេញទៅដើម្បីយើងងាយស្រួលដោតភ្លើងអញ្ចឹងចំពោះទី2នេះយើងយកអាខ្សែបោះធុងបាសរបស់យើងនេះអញ្ចឹងវាងាយស្រួលមែនតើយើងយកក្រហមនេះយើងមកដោតក្រហមមកហើយខ្មៅយើងយកមកដោតរុនខ្មៅយើងមកហើយមកចំហៀងទៀតបាសមកគ្រាប់ទៀតយើងដោតដូចគ្នាដែរមកនេះក្រហមយើងដោតមកក្រហមដែរមកនេះការភ្ជាប់របស់យើងគឺបែបនេះអញ្ចឹងសម្រាប់បងក៏យកមកដោតបែបនេះអញ្ចឹងយើងអាចបញ្ជូនសំឡេងពី mini ampli នេះមកកាន់ធុងបាសនេះបានហើយអញ្ចឹងបន្តមកទៀតយើងយក adapter របស់យើងដែលប្រើភ្លើងយកមកដោតនៅគូតពីក្រោយមកអញ្ចឹងបងអូនសុំបែរមកខាងនេះហើយនេះព្រីភ្លើងយើងដាក់នៅខាងក្រោយចេះអញ្ចឹងយើងដោតភ្លើងមកអញ្ចឹងយើងមកបើកវាប៊ូតុនបើកនេះបង Bluetooth mode អញ្ចឹងបន្ទាប់ពីយើងបើកហើយវាឮសំឡេងថា Bluetooth mode អញ្ចឹងដោយសារ mode ហ្នឹងវា default Bluetooth អញ្ចឹងបងអាចភ្ជាប់ជាមួយនឹង Bluetooth បានអញ្ចឹងបងអូនយកជាមួយនឹងទូរស័ព្ទយើងហ្នឹងទូរស័ព្ទរបស់បងអូនយើងបើកចូលមកកាន់ Bluetooth មកបន្ទាប់មកយើងរកឈ្មោះmini ampli អញ្ចឹង mini ampli ហ្នឹងឈ្មោះថា LDZS អញ្ចឹងយើងចុចលើ mini ampli ហ្នឹងមកយើងចុច pair វាមក connected នេះអញ្ចឹងមកភ្ជាប់ Bluetooth ហើយអញ្ចឹងយើងមិនបាច់ប្រើប្រាស់ជាមួយនឹងខ្សែអីទេអញ្ចឹងបន្ទាប់មកទៀតយើងចុចចូលចម្រៀងរបស់យើងមកយើងអាចថាខាងលើនេះថាគង់មានថ្ងៃនេះបាយពីនេះស្នេហ៍ដល់ផ្លូវបងនេះសំឡេងប្រឹងទុកទឹកភ្នែកថ្ងៃស្អែកត្រូវរស់គ្មានអញ្ចឹងបងអូនសុំបើកតិចសិនអញ្ចឹងសម្រាប់បងស្ដាប់ទៅវាបែបម៉េចបងចង់សេរីបាសនេះបងមកសេរីបាសនៅកន្លែងនេះឲ្យវាលឺហាប់អញ្ចឹងធម្មតាបាសវាបុកភឹបវាលឺហាប់
ហើយបើចង់ឮសំឡេងអ្នកច្រៀងហ្នឹងសំឡេងបែបសាចឬក៏សំឡេងបែបហឹមស្មើជាមួយបាសបងអាចសេរីមួយ triple នេះបានអញ្ចឹងអានេះបងអូនបញ្យល់បន្ថែមសម្រាប់ការប្រើប្រាស់ព្រោះចំណង់ចំណូលចិត្តនៃការស្ដាប់របស់យើងម្នាក់ៗផ្សេងគ្នាបើសិនជាបងកំងនៅឥឡូវនេះបងអូននឹងមានផ្ដល់ជូននៅតម្លៃពិសេស